អ្នកទាំងអស់គ្នាធ្លាប់មានអារម្មណ៍ថាអត់ដឹងត្រូវនិយាយអីជាមួយនឹងមនុស្សដែលយើងទៅស្គាល់គ្នាអត់ព្រោះខ្លាចនិយាយទៅខុសធ្វើឲ្យប៉ះពាល់អារម្មណ៍គេហើយធ្វើឲ្យគេអត់ចូលចិត្តដែរឬមួយក៏អត់បើសិនជាអ្នកទាំងអស់គ្នាកំពុងតែមានជាមួយនឹងបញ្ហាទាំងអស់នេះសៀវភៅទំនាក់ទំនងជាប្រចាំថ្ងៃនេះគឺជាដំណោះស្រាយមួយសម្រាប់អ្នកទាំងអស់គ្នាខ្លឹមសារនៅក្នុងសៀវភៅទំនាក់ទំនងនេះមិនត្រឹមតែជួយឲ្យយើងចេះនៅក្នុងការនិយាយស្ដីបានសមរម្យនោះទេថែមបង្រៀនឲ្យយើងចេះស្ដាប់ចេះដឹងពីចិត្តសាស្ត្ររបស់មនុស្សទៀតផងក្នុងសៀវភៅនេះនឹងបង្រៀនអ្នកទាំងអស់គ្នាអំពីរបៀបទំនាក់ទំនងឲ្យមានប្រសិទ្ធភាពតិចណាច់សន្ទនាឲ្យមានភាពរលូនមិនតាក់មាត់នោះទេធ្វើឲ្យគេមានការចាប់អារម្មណ៍ទី3របៀបបដិសេធដែលមិនធ្វើឲ្យមនុស្សគ្រប់គ្នាដែលយើងត្រូវបដិសេធនោះឲ្យពួកគេខូចចិត្តនោះទេខ្ញុំទៅតែបានដឹងអំពីចំណុចមួយបន្ទាប់ពីខ្ញុំបានអានជាមួយនឹងសៀវភៅទំនាក់ទំនងមួយក្បាលនេះការនិយាយល្អមិនត្រឹមតែប្រើពាក្យពេចន៍ពីរោះភាសានោះទេប៉ុន្តែក៏រួមបន្ថែមជាមួយនឹង body language ហើយនឹងភាពស្មោះត្រង់ផងដែរចំណុចដែលខ្ញុំស្រឡាញ់ហើយនឹងចាប់អារម្មណ៍បំផុតនៅក្នុងសៀវភៅមួយក្បាលនេះគឺបង្រៀនឲ្យយើងចេះយល់ពីមនុស្សជុំវិញខ្លួនចេះមានភាពស្មោះត្រង់ចេះដាក់ខ្លួននិងផ្ដល់តម្លៃឲ្យអ្នកដទៃភៅនេះវាមិនមែនត្រឹមឲ្យជួយយើងមានភាពស្មោះត្រង់មានមិត្តភក្តិច្រើននោះទេប៉ុន្តែក៏ជួយឲ្យយើងជោគជ័យនៅក្នុងអាជីវកម្មការងារប្រចាំថ្ងៃឬក៏ជោគជ័យនៅក្នុងជីវិតផងដែរតើអ្នកទាំងអស់គ្នាយល់ថាការទំនាក់ទំនងមានសារៈសំខាន់សម្រាប់អ្នកទាំងអស់គ្នាប៉ុណ្ណាចាំ comment ឲ្យខ្ញុំដឹងផងបើអ្នកទាំងអស់គ្នាចង់បំផ្លាញខ្លួនពីមនុស្សស្ងប់ស្ងាត់ទៅជាមនុស្សដែលមានគេស្រឡាញ់រាប់អានច្រើនជាមនុស្សដែលរុះរាយរាក់ទាក់កុំរំលងជាមួយនឹងសៀវភៅមួយក្បាលនេះបច្ចុប្បន្នកំពុងតែមាន promotion ពិសេសបើសិនជាអ្នកទាំងអស់គ្នាចង់បានអាចដាក់ comment ឥឡូវនេះបានចំនួនមានកំណត់